ការ trading របស់យើង$10ឥឡូវនេះគឺកើនឡើងរហូតដល់$1000ហើយតែមកដល់ពេលនេះគឺវាមានរឿងរ៉ាវក្នុងគឺពិបាកច្រើនមែនតើជំរាបសួរអ្នកនាងអញ្ចឹងនេះគឺជាវីដេអូទី2របស់យើងហើយតាក់ទងជាមួយនឹងការ challenge របស់យើងពី$10រហូតដល់$100រហូតដល់$1000ផ្ទាល់ផងដែរក៏ប៉ុន្តែនៅក្នុង challenge ទី2ឬក៏ day 2របស់យើងគឺខ្ញុំ estimate ឬក៏ខ្ញុំគិតថាប្រហែលជាមាន2ទៅ3 session របស់យើងផ្ទាល់ផងដែរតែ unexpected មែនតើនៅពេលដែលយើងបើកតើ$100មក session ទេគឺវា hit រហូតដល់$1000ក៏ប៉ុន្តែខ្ញុំចង់បែងចែកព្រោះសារខ្ញុំអត់លេង scrap link ទេខ្ញុំចង់បែងចែក$100ទៅ300ឬក៏ទៅ$400 first ដំបូងសិនតោះមកចាំយើងយកលុយរបស់យើង$300-400ហ្នឹងបើកទៅទៀតដើម្បីឲ្យកើនរហូតដល់$1000ប៉ុន្តែវារៀងលឿនមែនតើដោយសារ unexpected situation កើតឡើងមែនតើដោយសារការបើករបស់យើងហើយមួយទៀតតាក់ទងជាមួយ data ទិន្នន័យរបស់យើងហើយមួយទៀតតាក់ទងជាមួយនឹងទីផ្សារផ្ទាល់ផងដែរអញ្ចឹងនៅពេលដែលយើង short ពីលើមកគឺវា unexpected situation កើតឡើងដែលចំពេលដែលយើង profit មែនតើបងប្អូនឃើញចឹង$100គឺខ្វែខ្លាយទៅជា$1000ប៉ុន្តែគឺមានរឿងរ៉ាវនៅពីក្រោយខ្នងហ្នឹងព្រោះសារអីបើសិនជាយើងអត់គ្រប់វិន័យយើងអត់មាន patience របស់យើងទេអត់មានការអត់ធ្មត់អត់មានការដែលយើងតស៊ូទេគឺយើងអាចបាន$1000ទេព្រោះ session នេះគឺបើកយូរខ្លាំងមែនតើតាំងពីSolanaពី127រហូតទៅដល់100ក្រោម100គុតតផងដែរឬក៏103 102ផ្ទាល់ផងដែរតាក់ទងពី session នេះផ្ទាល់អញ្ចឹងបងប្អូនក៏បានដឹងថាអាណាចក្រ crypto គឺជាអ្នកដែល core Bitcoin តាំងពី 96k short ពីនឹងមករហូតទៅដល់អញ្ញហា 80k ឬក៏ក្រោម 80k ចុះព្រោះ session ដែលយើងបិទបានប្រហែលជា$1លានគឺ2 session គឺ Ethereum ហើយនិង Bitcoin ផ្ទាល់ផងដែរ Bitcoin របស់យើងគឺបានរហូតទៅដល់7500,000ឬក៏អញ្ញហា500,000ផ្ទាល់ផងដែរអាចលើសតិចតួចឬក៏500,000ម៉ានមើលហ្នឹងឯងតាក់ទងជាមួយនឹង Ethereum របស់យើងផ្ទាល់ក៏បានដូចប្រហែលហ្នឹងដូចគ្នាបែបបិទវាចិត្ត$10,000ហើយតាក់ទងពី session របស់យើងផ្ទាល់ផងដែរឬក៏ over $10,000អញ្ចឹងនៅពីក្រោយរឿងនេះដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺ trust process be patient ឬក៏មានភាពអត់ធ្មត់ខ្លាំងមែនតើអញ្ចឹង trading គឺយើងត្រូវការមានវិន័យច្បាស់លាស់គឺ discipline ព្រមដែរបើមិនជាយើងអត់មានវិន័យទេគឺយើងនឹងមានការហានិភ័យអញ្ចឹង one bad move one mistake វានឹង loss in everything ឬក៏បាត់បង់ទាំងអស់គ្រប់យ៉ាងទាំងអស់ឬក៏ challenge របស់យើងផ្ទាល់អញ្ចឹងយើង thankful ឬក៏ grateful មែនតើតាក់ទងពី challenge របស់យើងដែលដំណើរការយ៉ាងរលូនល្អហើយខ្ញុំក៏សង្ឃឹមថាថ្ងៃអនាគត session របស់យើងឬក៏ signal របស់យើងឬក៏តាក់ទងជាមួយ data របស់យើងនឹងធ្វើឲ្យ challenge នេះគឺដំណើរការយ៉ាងល្អហើយខ្ញុំក៏អត់ដឹងថាតើរយៈពេលប្រហែលដែលយើងអាចលោតដល់$10,000ទេព្រោះថាយើងនឹងអាចបែងចែក session ហើយខ្ញុំក៏ប្រយ័ត្នមែនតើតាក់ទងពី fund របស់យើងព្រោះថារាល់គេដែលខ្ញុំបើក trade នីមួយៗគឺខ្ញុំនឹងធ្វើការ challenge ឬក៏ប្រយ័ត្នតបផងដែរអញ្ចឹងតាក់ទងពី day 2របស់យើងឬក៏ challenge របស់យើងពី$100ទៅ$1000គឺខ្ញុំបានធ្វើការដូចជាអ្នកនេះដឹងអញ្ចឹងគឺខ្ញុំបានធ្វើការរៀបចំឯកសារអស់ហើយឬក៏ genuine everything ឬក៏ document គ្រប់យ៉ាងទាំងអស់រាល់ពេលដែល session មួយខ្ញុំមួយនេះអញ្ចឹង session មួយនេះគឺដំបូងគឺវាធំតាម$190ទេឬក៏ម្ដុំនឹង slide វាចុះឡើងធំ$200ឬក៏$190ទេហើយនៅពេលនោះគឺ margin របស់យើងបើកគឺ$100ជាង$106វាឡើងចុះទៅតាម funding fee របស់យើងដោយសារយើង short មកពីលើអញ្ចឹងពេលខ្លះក៏វា off funding fee ឬក៏ off margin របស់យើងផ្ទាល់ផងដែរបន្ទាប់ពី$100គឺវា load រហូតដល់$461ដែលខ្ញុំបានធ្វើការមាន P&L screenshot ផ្ទាល់ផងដែរហើយខ្ញុំក៏មាន video record screen តាក់ទងពី session របស់ខ្ញុំផ្ទាល់ដែរមានម្ដុំដូចជា$460ឬក៏វាឡើងចុះនៅពេលហ្នឹងផ្ទាល់ផងដែរហើយនៅពេលហ្នឹងគឺ funding fee កន្លែង margin យើងក៏អស់ទៅតាមហ្នឹងតែ session របស់យើង original លុយផ្ទាល់គឺ100 margin ផ្ទាល់ដូចខ្ញុំអត់ដូចប្រាប់បងប្អូនយ៉ាងកន្លែង margin គឺជាកន្លែងមួយបង្ហាញប្រាប់បងប្អូនថាកុំឲ្យបងប្អូនគិតថាខ្ញុំដាក់លុយច្រើនដូចជាបើក$10,000ឬក៏បើក$1000ដើម្បីយក$1000ហ្នឹងឬក៏ session ប៉ុណ្ណឹង no not like that គឺខ្ញុំមាត់ណាគឺមាត់ហ្នឹងផងដែរហើយ always put the money where my mouth is ដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងបើខ្ញុំ challenge $100ឬក៏ខ្ញុំ challenge $10ខ្ញុំដាក់10 margin ដល់10ទេខ្ញុំ challenge $100គឺខ្ញុំ put margin ដល់$100ទេហើយបើខ្ញុំ challenge $1000គឺខ្ញុំដាក់ margin $1000អញ្ចឹងខ្ញុំដាក់តាមដំណត់ការគឺបងប្អូនអាចមើលបានគឺកន្លែងហ្នឹងគឺមិនអាចធ្វើអីកន្លែងហ្នឹង edit បានទេហើយកន្លែងហ្នឹងក៏អាចធ្វើការដកលុយចេញបាននៅពេលយើងបើក session ឬក៏បើក open អីមួយគឺយើងអាចដកកន្លែង margin ហ្នឹងចេញត្រឡប់មកវិញទេអញ្ចឹងរាល់ session របស់យើងគឺយើង document ច្រើនមែនទែនហើយមួយទៀតគឺយើង set up ត្រឹមត្រូវមែនទែនអញ្ចឹងរាល់ data ទិន្នន័យរបស់យើងឬក៏អាណាចក្រ signal ឬក៏អាណាចក្រ data គឺយើងប្រយ័ត្នប្រយែងខ្លាំងមែនទែនហើយសូមប្រាប់បងប្អូនរាល់ពេលដែលយើងបើក session ចង់ copy របស់ខ្ញុំអីផ្សេងឬក៏អ្នកនេះបើកតាមខ្ញុំអីសូមបើក leverage ដល់ទូចផងដែរហើយកុំព្យាយាមដាក់លុយ all in អសោះព្រោះវាហានិភ័យខ្លាំងមែនទែនអញ្ចឹងបន្ទាប់ពីយើងឃើញ session របស់យើងដូចជាឡើងដល់$500ជាងហើយតាក់ទងពី Solana ដូចបងប្អូនបានឃើញអញ្ចឹងគឺ entry របស់យើងគឺ127.5ហើយបច្ចុប្បន្ន market price របស់យើងគឺដូចជា11គឺ114ផ្ទាល់ផងដែរតាក់ទងពី Solana តម្លៃវាបច្ចុប្បន្នដែលវាធ្វើឲ្យ Solana នេះគឺឡើងរហូតដល់$562ផ្ទាល់តាក់ទងពី session របស់មួយនេះហើយបន្ទាប់មកជាចុងក្រោយក៏ជា final game របស់យើងហើយក៏ជាការដែលយើង challenge complete ដែរគឺ Solana របស់យើងនោះហើយ session របស់យើងនោះហើយ margin របស់យើងនោះគឺ load រហូតដល់$10រហូតដល់$100ហើយពី$100នោះគឺ load រហូតដល់$1000ផ្ទាល់ផងដែរនិយាយទៅ configuration តែហើយក៏សប្បាយចិត្តមែនតើដែលយើងអាចធ្វើ challenge នេះបានយ៉ាង
យ៉ាងងាយស្រួលភាសាយើងអត់បានធ្វើការ script link ទេអញ្ចឹងមានន័យថាវាចង់ pro យើងតាក់ទងពី data តន័យរបស់យើងរាល់ពេលដែលយើង plan set up អញ្ចឹងយើងគ្រប់វិន័យមែនតើតាក់ទងពី plan នេះហើយខ្ញុំក៏សង្ឃឹមថាបងប្អូនផ្សេងៗដែលគាត់ប្រើលុយតិចដើម្បីធ្វើការយកលុយធំនេះក៏បានដែរបាច់ចាំដល់អ្នកនេះមានលុយធំអានេះអាចធ្វើបានសំខាន់អ្នកនេះត្រូវការរៀន first មានអ្នកនេះត្រូវរៀនជាមុនសិនរៀនតាក់ទងពីវិស័យនេះសារវិស័យនេះវាមានច្រើនប្រភេទអញ្ចឹងកុំឲ្យប្រៀបធៀបថាវិស័យហ្នឹងដូចវិស័យផ្សេងៗទៀតផងដែរអញ្ចឹងដូចខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹង trading វាមានច្រើនផ្នែកវាមានច្រើនប្រភេទវាមានច្រើន currency វាមានច្រើន coin វាមានច្រើនអញ្ញាបដាត់ការផ្សេងៗទៀតឬក៏តាក់ទងពី traditional finance ផងដែរអញ្ចឹងមានខាងបែប forex វាមានខាងបែប វាមានខាងបែប stock ផ្សេងៗវាមានច្រើនប្រភេទមែនតើអញ្ចឹងបើសិនជាបងប្អូនច្បាស់មួយណានៅមួយណាគឺយើងត្រូវការ focus មួយនឹងផ្ទាល់ផងដែរសម្រាប់ខ្ញុំគឺខ្ញុំច្បាស់ជាតាក់ទងជាមួយនឹង crypto អញ្ចឹងខ្ញុំសិតនៅក្នុងវិស័យ crypto ផ្ទាល់ផងដែរអញ្ចឹងខ្ញុំបើកតាក់ទងពី margin ឬក៏ data តន័យយើងឲ្យវាច្បាស់តាក់ទងពីតន័យយើងហើយយើង spend តាក់ទងពីពេលវេលាយើងឲ្យរៀនឬក៏តាក់ទងពីចំណុចហ្នឹងឲ្យប្រសើរឡើងផងដែរឥឡូវនេះគឺយើង review ឲ្យយើងតាក់ទងពី session របស់យើង$100កើនឡើងរហូតដល់$1000នោះគឺតាក់ទងពី Solana ដូចបងប្អូនបានឃើញអញ្ចឹងគឺ Solana របស់យើងបាន load រហូតដល់$1021ឬក៏$1020ម្ដុំនឹងវា slide ចុះ slide ឡើងទៅតាមទីផ្សាររបស់វាហើយខ្ញុំក៏បានធ្វើការ set តាក់ទងពី TP ហើយនិង SL ផងដែរ TP របស់ខ្ញុំគឺដាក់នៅចំណុចដូចជា$98.99លេខហុងស៊ុយលេខឡើងហុងស៊ុយហើយមួយទៀតតាក់ទងពី SL របស់ខ្ញុំគឺដាក់រហូតដល់128ផ្ទាល់បើសិនជាពេលហ្នឹងវា SL ផ្សេងៗប៉ុន្តែតាក់ទងពី TP ខ្ញុំរៀងឆ្ងាយតិចប៉ុន្តែខ្ញុំបានធ្វើការ close ហើយនៅពេលអ្នកនេះមើលវីដេអូនេះអញ្ចឹងតាក់ទងពី session របស់យើងនេះគឺយើងបានធ្វើការ challenge យ៉ាងជោគជ័យមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បន្ត challenge ជាមួយយើងអាចធ្វើការ join ជាមួយពួកខ្ញុំបានដែរឬក៏ join ជាមួយខ្ញុំផ្ទាល់ផងដែរអញ្ចឹង$10ខ្លាយទៅជា$100$100ខ្លាយទៅជា$1000ហើយសង្ឃឹមថា$1000អាចនឹងកើនទៅដល់$10000ប៉ុន្តែអាចអត់បើកមក session ទេខ្ញុំអាចយក$1000បើកដូចជា load ទៅ2000ទៅ3000ឬក៏ម្ដុំ4000ចុះព្រោះសារយើងរៀងសុវត្ថិភាពតិចចាប់ដើមពីលុយប៉ុណ្ណឹងទៅយើងអាចធ្វើការ risk តាក់ទងពីលុយយើងច្រើនទេហើយមួយទៀតយើងត្រូវការពេលវេលាដើម្បីធ្វើអីផ្សេងៗឬក៏បច្ចេកចំណេះដឹងតាក់ទងបងប្អូនផងដែរពីចុងក្រោយនេះខ្ញុំក៏ចង់និយាយតាក់ទងជាមួយនឹង P&L របស់យើងឬក៏តាក់ទងពី session របស់យើងនៅក្នុងខែ January ដែលយើង hit រហូតដល់$1 លានផ្ទាល់ផងដែរចំពោះ win rate របស់យើងឬក៏ P&L របស់យើងដែលបងប្អូនឃើញចឹងគឺវាមិនមែន green always ទេវាតែងតែមានក្រហមហាឬក៏សមុទ្រក្រហមដែលបងប្អូនបានឃើញចឹងថ្ងៃផ្សេងៗក៏យើងមានក្រហមក៏យើងមានការធ្វើការកាត់ loss ឬក៏ខាតផងដែរតែខ្ញុំនិយាយថាមិនខាតទេគេអត់និយាយថាខាតទេយើងនិយាយថាជាការដែលយើងកាត់ loss ឬក៏យើងបោះបង់តាក់ទងពី set up នោះចោលឬក៏ cancel តាក់ទងពី set up នោះផ្ទាល់មានន័យថារាល់ពេលដែលតិន័យរបស់យើងប្រាប់ថាឧទាហរណ៍ថាដូចបងប្អូនឃើញនៅក្នុងរូបភាពនេះចឹងនៅថ្ងៃទី5គឺខ្ញុំបានធ្វើការកាត់ loss ឬក៏បិទ session នឹងចោលឬក៏ cancel វាខាតអស់ដូចជា$300ហើយថ្ងៃទី6គឺខាតអស់រហូតដល់$2000ហើយថ្ងៃទី7គឺខាតរហូតដល់$1000ជាងដល់ពេលថ្ងៃទី8គឺយើងចំណេញរហូតដល់$40000គឺមានន័យថាថ្ងៃទី5ថ្ងៃទី6ថ្ងៃទី7នោះមូលហេតុដែលវាចេញក្រហមគឺសារយើងកាត់ loss ឬក៏យើង cancel session នឹងចោលឧទាហរណ៍ថាខ្ញុំបើកធ្វើការ long តាក់ទងពី BTC នៅពេលដែលខ្ញុំ long BTC ខ្ញុំមើលតិន័យ data របស់យើងគឺប្រាប់ថាចុះអញ្ចឹងមានន័យថាយើងត្រូវ cancel វាភ្លាមៗឬក៏យើងកាត់តាក់ទង session នោះភ្លាមៗបើទោះបីជា BTC នោះវាចំណេញហើយក៏ខ្ញុំធ្វើការបិទ session ឬក៏កាត់ផងដែរព្រោះសារអីយើងត្រូវការដើរតាម data យើងជារៀងរាល់ថ្ងៃអញ្ចឹងដូចបងប្អូនដឹងអញ្ចឹងគឺ crypto គឺ24ម៉ោងទីផ្សារវាសេរីអញ្ចឹងលុយចេញចូលលុយ inflow លុយ income ចូលមកច្រើនមែនទែននៅក្នុង exchange $1 billion every hour every minute ផងដែរលុយចេញចូលសេរីផ្ទាល់អញ្ចឹងបានយើងប្រយ័ត្នមែនទែនតាក់ទងពី Bitcoin ETF អីផ្សេងៗគឺយើងត្រូវការមើលតិន័យរបស់វាច្រើនមែនទែនឬក៏ flow អីផ្សេងៗទៅតាមតិន័យរបស់ micro ផ្សេងៗទៀតផងដែរឬក៏ micro economy ផ្ទាល់ផងដែរអញ្ចឹងនៅក្នុង January ដែលបងប្អូនឃើញអញ្ចឹង30ថ្ងៃចុងក្រោយរបស់យើងគឺ win rate យើងតែ 74.16% ឬក៏ 19% ទេដូចបងប្អូនក្នុងរូបភាពអញ្ចឹងហើយ position ដែលយើងបើកគឺ 31 position ជាងតែបើសិនជាយើងមើលទឹកលុយរបស់យើងគឺ win ច្រើនជាង loss ឬក៏កាត់ loss ទៅទៀតអញ្ចឹងបើសិនជាខាតតិចមែនទែនដូច ភាគច្រើនខាតត្រឹមតែ 3k 2k ឬក៏ 1k ទេតែបើចំណេញវិញដូចបងប្អូនឃើញហ្នឹងគឺច្រើនមែនទែនដូចជា load រហូតដល់ 10k 30k ឬក៏ 40k ផ្សេងៗភាសាទឹកលុយឬក៏ margin របស់យើងរៀងធំដែរអញ្ចឹងរាល់ពេលយើងបើក position យើងក៏មានការកាត់ loss ឬក៏មើល cancel ផ្សេងៗអញ្ចឹងដូចបងប្អូនដឹងអញ្ចឹងគឺ win rate របស់យើងអត់សំខាន់ទេសំខាន់គឺ P&L ដែលយើងចំណេញអញ្ចឹងបានអាណាចក្រ slogan always កើបលុយ always take benefit ឬក៏ always take profit ផ្ទាល់ផងដែរ always take profit នេះគឺជា slogan អាណាចក្រព្រោះបើក signal បើកឯមួយកុំហូរយូរពេកបងប្អូនជា set ដូចជា TP ឬក៏ SL ទៅនៅពេលដែលវា hit តាក់ទងពី TP របស់យើងគឺយើងចំណេញមែនតើបើសិនជាពេលដែលយើងបើកតាក់ទងពី signal ហើយវារៀងបុកឡើងខ្លាំងអាហ្នឹងយើងអាចសេរីតាក់ទងពី TP ផ្សេងៗទៀតប៉ុន្តែក្នុងស្ថានភាពណាមួយគឺយើងអាចបិទភ្លាមៗទៅហើយកុំព្យាយាមបើក session ដោយយើងអត់បានមើលផ្សេងៗទៀតព្រោះពេលខ្លះវា unexpected situation កើតឡើងចឹងបានឲ្យបងប្អូនធ្វើការ set up ត្រឹមត្រូវព្រោះថាមួយខែមួយថ្ងៃឬផ្សេងៗទៀតគឺអាណាចក្រ signal យើងច្រើនណាស់ចឹង signal យើងមិនមែនមានតែមួយទេចឹងព្យាយាមបិទទៅបើសិនជា SL មួយយ៉ាងណាក៏យើងមាន signal ច្រើនទៀតចឹងអាណាចក្រ crypto យើងដូចខ្ញុំនិយាយចឹងគឺ signal យើងច្រើនណាស់ដូចជាមួយខែមុនដូចជាអត់ខំ100ទេក្នុងមួយខែចឹង signal របស់យើងមួយខែគឺច្រើនហើយមួយទៀតបន្ទប់របស់យើងដូចជាខែមុន January ទប់តាក់ទងពីអាណាចក្រ signal top គឺឬក៏ OKX VIP នៅក្នុងសម្រាប់អ្នក register ក្រុម referring របស់អាណាចក្រដែល join សេរី free នោះ signal ក្នុងបន្ទប់នោះអាចនិយាយថា TPR no SL ចឹងមានន័យថាបន្ទប់របស់យើងនីមួយៗគឺ quality air មែនតើហើយយើងក៏បង្កើតបន្ទប់មួយគឺ scrap link ផងដែរចឹង coming soon សម្រាប់បងប្អូនចែកម្លែកដែលអត់គិតថ្លៃ free ហើយអ្នកក្រុម referring របស់ OKX ក៏អាចធ្វើការចូលលេងដោយអត់គិតថ្លៃ free សូម្បីតែ Binance ផ្ទាល់ផងដែរឆាប់ៗនេះផងដែរចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេ
ហើយក៏ខំបងប្អូនប្រយ័ត្នប្រយែងព្យាយាម lower leverage របស់យើងកុំលេង leverage ច្រើនពេកសារ leverage ច្រើនក៏យើងត្រូវការមានទឹកលុយច្រើនដែរហើយដូចខ្ញុំប្រាប់បងប្អូនគឺ$10ក៏អាចខ្លាយទៅជា$1000$10ក៏អាចខ្លាយទៅជា$100$10ក៏អាចខ្លាយទៅជា$20វាជាដើមទុនរបស់យើងអញ្ចឹងអាដំបូងគឺជារបៀបដែលយើងត្រូវលេងឲ្យសុវត្ថិភាពមែនទែនអញ្ចឹងអាសារ session របស់ខ្ញុំមានបទពិសោធន៍ក្នុងនោះបាទខ្ញុំធ្វើការ set up ត្រឹមត្រូវហើយខ្ញុំព្យាយាមបើក session យ៉ាងល្អឥតខ្ចោះមួយនេះហើយសារយើងមើលតាមទិន្នន័យរបស់យើងផ្ទាល់ផងដែរអញ្ចឹងសូមឲ្យបងប្អូនប្រយ័ត្នផងដែរតាក់ទងពីចំណុចមួយនេះផ្ទាល់សូមជម្រាបលានេះ and see you guys នៅក្នុងអាណាចក្រ crypto and នៅក្នុង episode day 3របស់យើងឬក៏ challenge របស់យើងបន្ទាប់តើវានឹងទៅជាយ៉ាងណាផ្ទាល់ផងដែរ